hơi pi crop bây nè mai con hộp nâng áp biên hộp đây nên đang nhìn họ được nhằm cốc 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 một vòng tia ồ hơi vòng tia tia cái hơi vòng tia ba màu nào mang của nó vòng tia câu nó mới câu lên một phần nào này hơi pi crop bây nè mai con hộp nâng áp biên hộp đây nên đang nhìn họ anh bá ăn hộp này áp biên mà hộp ồ thấy nhắm phần nó nhắm quán đấy bây nè mai con mình còn tay chờ non tôn trai hộp tưởng trơn ồ bà nhắm tới con nhắm bài cho con cùng chung ông mà chui ấy cùng đi ba rồi mang con ngày ở thay của ba trơn ở đây nhắm bài ta hộp chậm nào mua tiền ngày miền tây phơi mau lấy cho hộp làm bài ở đây là lớp xa bài xem cho phục mai con mơ hộp bài lên mơ cùng tiền cùng là phục mai con hơn bên này hay cùng tiền chân lên hộp hay trồng nhột hay cùng tiền hay ba màu cái này bông ôn phục mai chui nhung ở đây hộp bài xem cho ba hay đâm vào lại thì ca thì đâm này khỏi đi đâm hay khác đâm spray đâm mình luôn đâm ba hộp bài mai con ngày đây xung kẹt mũi cũng mang con được xa cái đai bên mà dạ đi hình nhung ọt đủ luôn tầm lý nè bà hay lúc kia con cũng mang con này mơ bạn bay là hay là hu mơ tới lần ti ở lý thấy ní hả lý hà họ đi lại kilo kia đấy xem cái bộ rôn đâu đâu con lệch lên màu chân lệch còn bạn đây chân là nó có bài xong chốc đây bởi mình mũi đấy nhưng con ra ai giúp mà nữa nhưng mà dục sai hay rồi đây côn mà nè đấy năm con buôn nè hồ hay tin nè thì con nơi mùi ông mua là hai đấy ơi tôi nơi mùi ông ông con ra từ nơi nông trường dùng quạt sát rồi vô từng chấm quạt chân nè hay có đây là thừa ấy đây có thơ sầm nón không chắc thơ sầm nón thơ nơi nào ấy có thơ nông bình trường hay chân bồn nên nứng trăm ở đây nhà lùi màu trăm có nhà lùi trường từ na tới con có thư pe chân rau làm sao sò ấy tệ sao mới quỳnh làm sao ca so ban ca học chọc xua đó bông rồi ngay của bạn người ta học chọc bạn mấy quỳnh bông đi trọt thịt mỡ ca học chọc con sắt con rò ca luôn nơi có đây của bà hay bông âm nhìn rồi thì nó tiếng đâm tầm năm đâm ấy mơ con hay vì muốn máu ở đài lọc tero ấy thế thì muốn ngâm lọc tero thơ dùm non thơ dùm non cái đấy đài thơ dùm non hay hai đấy bàn chụp nào mũi con hả mà em chọn xong tờ riêng con sấy ní trong tờ riêng hay chứng là cái thơ dùm nó ở ban tờ riêng tề
អត់បានទៅទេ មូលហេតុអី ធ្វើការជួនណាកន្លែងក្រុមហ៊ុនលុយពិបាកជួនណាទៅក៏អត់មានកន្លែងឲ្យកូនរៀន ចឹងអត់មានកន្លែងឲ្យកូនរៀនហើយដល់ចឹងឥឡូវមកវិញឲ្យកូនរៀនហើយបានចូលរៀន គាត់បានចូលរៀន ថ្នាក់ទី ហើយប្រាប់អ៊ំកូនទៅ ថ្នាក់ទី2កូនឈ្មោះអីបង ស្អី ហ៎ ស្អី កូនស្រីលៀបរៀនថ្នាក់ទី2ចឹងហ៎ហើយទៅរៀនឆ្ងាយទេចឹងដើរទៅ ញ៉ែលើ ទី ក ក ង ង់ ទីកងអ៊ំឲ្យកងមក ចឹង បានទៅរៀនរងថ្ងៃ មានតែអាវអីពាក់តាមទៅទេមានបាទហើយប្តីមួយខែចឹងស្នើមកប្រហែល មកកាត់ជួនណាទៅក៏បានឲ្យជួនណាគាត់អត់ដែរជួនណាកន្លែងគេពិបាកបើកលុយឲ្យជួនណាអត់ អូអញ្ចឹងធ្វើការហ្នឹងខ្លះពិបាកកន្លែងគេបើកលុយទៀត ចា អូ ពេលណាក៏បានខ្លះមកចឹងទៅទិញកទិញអីហូប ចឹងហើយដីនឹងដីបងហ្មង ចាខ្ញុំមានតែប៉ុណ្ណឹងមានតែដីតែប៉ុណ្ណឹងហ្នឹងទេមកជុំវិញផ្ទះហ្នឹងតែប៉ុណ្ណឹង ចឹងហើយកន្លងមកបងអត់មានមុខគំនោមុខជំនាញអីខ្លួនឯងរកទេ ខ្ញុំធ្វើតែសំណងពួកខ្ញុំមិនថាវាការខ្វះខាតការខ្វះដែលចិត្តអត់សូវចេះធ្វើអី ចឹង ចា អូ បានតែត្រឹមធ្វើសំណងធ្វើអីមួយប្តីហ្នឹងហើយមើលកូនមើលអី ហើយអត់បានរៀនសូត្រទេកាល ខ នៅ ខ្ញុំ កមុ ពី ំ មុនមកខ្ញុំអត់បានរៀនទេព្រោះខ្ញុំអត់មានម៉ែមានអីចឹងណា អូ ខ្ញុំនៅជាមួយយាយ បងអត់មានម៉ៃមានអីទេ ចាពុកដៃខ្ញុំស្លាប់ចោលខ្ញុំអស់តាំងខ្ញុំនៅទូទូចុះ អញ្ចឹង ចា អូហើយបងប្អូនប្រហែលនេះ ខ្ញុំគ្មានទេមានតែខ្ញុំនេះឯង អូអញ្ចឹងបងកូនកំព្រាកូនតូទៀត ចា រួយហើយរស់នៅមួយយាយចឹងទៅ នៅមួយយាយ ហើយយាយអត់ឲ្យទៅរៀនទៅសូត្រអីទេ ការរៀនការនោះគាត់ខ្វះខាតដែរដែលបានទៅរៀនទេទេ អញ្ចឹងអូហើយដល់បានប្តីតាំងពីឆ្នាំណា ខ្ញុំបានប្តីជាយូរឆ្នាំដែរហើយតាំងពីខ្ញុំយាយគាត់ធ្វើទុកមិនទៅស្រួលគាត់ការខ្ញុំតាំងខ្ញុំអាយុ16ឆ្នាំ 16ឆ្នាំ ចា អូ ខ្ញុំយាយគាត់ធ្វើគាត់បាននៅយូរចាំទៅមួយចាំតទៅមុខទៀតទៅណា ហើយប្តីក៏អត់មានមុខទំនោរមុខជំនាញអីដែរ តាំងពីខ្ញុំកាលមួយគាត់មកគាត់បានធ្វើតែសំណងគាត់ចេះធ្វើសំណង ចឹង ហ្នឹងចា អត់មានរបរអីទេហើយអញ្ចឹងហើយនៅហូបមិនគ្រប់គ្រាន់ទៀតធ្វើតាំងពីណាប្តីប្រពន្ធនេះមូលហេតុអីហូបមិនគ្រប់គ្រាន់ គឺណាកូនគាត់អេតអូកូននេះខ្ញុំមើលគាត់អស់ច្រើន ឈឺ បាទ ឈឺអី ភាសាគាត់មានជំងឺរបស់គាត់ទូចមក ហើយដល់អញ្ចឹងរក ខ្ញុំ បាន ខ្វះខាតខ្ញុំរលុយរកអីគេចឹងរកបានមកខ្ញុំសងតែគេ ចឹង ចា ចឹងមានន័យថាយើងតស៊ូរកដែរតែរកមិនបានគ្រប់ នៅ គ្រា តែ ន់ មិនបានគ្រប់ដោយសារថាការបើមកពីខ្ញុំចេះលេងលបែងលេងបៀស៊ីសងអីក៏ខ្ញុំមិនដែរទេ អត់ដែរចេះទេ មិនចេះទេ ប៉ុន្តែយើងខំរកហើយនៅតែមិន នៅ បា តែ ន វា គ្រប់ មិនគ្រប់ ហើយចំណាយផ្ទះថៃបានធ្វើជាងសំណង់នេះហេតុអីបានដំបូលផ្ទះមិនចេះធ្វើជាងថៃក៏មិនប៉ះពៅអី បានម៉ែ អឺ បានម៉ែគាត់អនុភូមិគាត់ឲ្យឈើគាត់ឲ្យជាឈើឲ្យជាលុយខ្លះចឹងគាត់ទិញសង្កសីទិញឲ្យទៅបានខ្ញុំបានធ្វើវានងមកដល់ឥឡូវហ្នឹងបាននៅប៉ុណ្ណឹងហើយខ្ញុំនិយាយត្រង់ហ្នឹងហើយពីចិត្តរបស់ខ្ញុំ ណាមួយយើងអត់មានលទ្ធភាពធ្វើទេអត់មានលទ្ធភាព នោះអត់មានមែន មូលហេតុអីបានយើងដូចថាធ្វើមកហើយគឺយើងអត់មានខ្សែផ្សំបានលុយបានកាក់អីបន្តិចបន្តួចអីសម្រាប់ជួសជុលអីអត់មានទេ តាខ្ញុំកូនខ្វះខាតរហូតតិចកូននេះឈឺទៅតិចកូននោះឈឺដល់អញ្ចឹងខ្ញុំថាងាកខ្លួនអត់រួចខ្ញុំទៅថាខ្ញុំរងខ្ញុំពិបាកអញ្ចឹងសំណងពើដល់ពុកម៉ែបងប្អូនជួយខ្ញុំនឹងរស់បានរៀងសនុកយើងនឹងតិចផងទៅ បាទ ខ្ញុំពិបាកខ្លាំង ដល់ចំណាយកូនយើងចាំមករស់ឲ្យបងចាំថែម ចា អញ្ចឹងឲ្យបងចាំហ្នឹងគឺដូចថាយើងឲ្យគាត់ទៅនៅដល់ គាត់ ណា ថាគាត់ជួយចិញ្ចឹមទៅតែគាត់ឲ្យថាមិនឲ្យថាមកម៉ែមកអីទេគាត់ខ្ញុំជួយចិញ្ចឹមអីខ្ញុំខ្លាចចឹង បាទ ការគាត់ខាតខ្លាចកូនអត់បានរៀនអីចឹង អញ្ចឹងទៅយកទៅ ចា ទៅនៅដល់ណា គាត់នៅក្នុងពេជ្រឯងពេញ អ
ហើយនិយាយឲ្យចំទៅបងដូចថាអត់មានរំរងរោមុខរបរណាបន្ថែមក្រៅពីដាំដុះបន្តិចបន្តួចប៉ុណ្ណឹង ដំណាំហូប បាទដាំតែប៉ុណ្ណាអត់មានមុខរបរអីខ្លួនឯងសម្រាប់លក់ដូរអីតាមភូមិតាមស្រុកអីអត់ចេះទេ ពីមុនមកខ្ញុំលក់ជ្រក់លក់អីដែរដល់ពេលមួយរយៈហ្នឹងខ្ញុំបាក់កូនឬចេះចុះខ្លាចកូនទៅនេះទៅនោះចាពីមុនមកខ្ញុំលក់ជ្រក់លក់អី ចឹង ក៏បានហូបខ្លះទៅដល់ខានលក់ក៏អត់ដែរ អីចេះធ្វើនំធ្វើនេអីលក់ដែរមើលទៅ ចាធ្វើនំខ្ញុំចេះបានខ្លះត្រឹមតែលើនំម៉ាកៅនំអីតែវិចផ្សព្វខ្ញុំអត់សូវផ្សព្វប៉ុន្តែខ្ញុំវិចទេ ចឹង ចា អូហើយចឹងក៏យកតែកម្លាំងទៅស៊ីឈ្នួល ប្រើតែកម្លាំង ប្រើតែកម្លាំងស៊ីឈ្នួលធ្វើសំណងទៅ ចា បាទហើយដែរធ្លាប់គេបោកដែរធ្វើសំណង ធ្វើសំណងធ្លាប់មានបងជួនណាទៅធ្វើទៅក៏គាត់ថាងចាំថ្ងៃនេះបើកលុយនោះបើកលុយពេលខ្លះទៅក៏បើកឲ្យបានខ្លះទៅពេលខ្លះក៏អត់ដែរ ចឹង ចា អូដល់ចឹងខ្ញុំឆ្ងល់ដែរមូលហេតុអីបានយើងធ្វើចេះតែមានតែគេបោកហេតុផលអីបានឲ្យគេបោកយើងធ្វើការយើងអត់ដឹង អត់ដឹង ម្ចាស់ឬក៏អត់ដឹងអ្នកមើលការ ពេលណាអត់ទៅសុំគេធ្វើទៅដល់អញ្ចឹងទៅក៏ការលុយកាក់គាត់បើកមកឲ្យវាមិនអាចនឹងការគ្រប់គ្រាន់បើកឲ្យខ្ញុំជួនណាទៅក៏ថាបងអើយចាំមើលអាទិត្យក្រោយចាំអាទិត្យក្រោយមកជួនណាទៅក៏បាន 4-10 ម៉ឺន 5-10 ម៉ឺនអញ្ចឹងហើយការហូបចុករាល់ថ្ងៃ ហើយប្តីទៅធ្វើនោះជួលផ្ទះគេនៅឬក៏ទៅនៅរបៀបម៉េចបានទៅធ្វើសំណ ជួ ង នណាទៅគាត់នៅកន្លែងសំណង អញ្ចឹង ចាជួនណាទៅគាត់នៅកន្លែងធ្វើការហ្នឹងទៅ ហើយមួយខែចឹងផ្ញើឲ្យតែ 50000 នេះទេឬក៏មួយ ជួនណាទៅអាទិត្យចឹង 50000 ចា ហើយចាយគ្រាន់នេះរាល់ថ្ងៃហ្នឹង 4-5ម៉ឺនយកមកហើយកូន2នាក់ទៀតហើយកូនញៀកឈឺចឹង នឹងការចាយបងអត់ថ្មិចអត់បានបាយកូនហូប បាទមួយអាទិត្យ 40000 50000ពុកម៉ែបងប្អូននោះគិតជាដុល្លារមួយអាទិត្យ $15អត់ដល់$15បាទ12ដុល្លារ5កាក់បាទ$12 5កាក់ក្នុងមួយអាទិត្យបាទហើយមួយថ្ងៃចាយប្រហែលទៅអញ្ចឹងហើយគ្រាន់តែទិញកទិញគ្រឿងក្រៅហូបចុកទិញគ្រប់គ្រាន់បានយើងឃើញមិញហើយពងទាមិញបានមកពីណាពងទាកូន តែមិញគាត់ឲ្យមកគាត់ថាកូនអត់អីទេល្អចា ល្អអីកូនឡើងញាប់ចេញ កូន កូនក៏ប៉ុណ្ណានៅហើយហូបចូលដែរគាត់កូនញ៉ាំចូលដែរពងទាហើយញ៉ាំប្រចាំថ្ងៃរបស់កូននោះមកហូបអីខ្លះរាល់ថ្ងៃខ្លួនឯងប្រាប់អ៊ំពូមីលោកតារបស់យើងប្រចាំ នឹងឲ្យបានអីកូន ពងទាខ្លះសំឡអីចឹង អញ្ចឹង សំឡស្អាតអីចឹង អញ្ចឹងហើយច្រើនជាងគេញ៉ាំអី ហើយទៅញ៉ាំពងទា អញ្ចឹងហើយញ៉ាំចូលដែរហើយថៃបានអត់ពីមកទិញរបស់ឆ្ងាញ់ញ៉ាំ សាក់ក៏ដាក់លុយ អូដឹងម៉ែអត់លុយអត់ហ៊ានពីហើយទៅរៀនទីម៉ែឲ្យមួយថ្ងៃម៉ែ ខាងពងទាខោពណ៌ថា500 អញ្ចឹងមានឲ្យច្រើនអត់ឲ្យតិចចឹងណាអូហើយអត់ហ៊ានពីម៉ែច្រើនទេមូលហេតុអី ហើយខាងក៏អស់លុយក៏ចាំពេលហូប អញ្ចឹងហើយដែរដាច់មហូបញ៉ាំនេះដែរអត់មានមហូបញ៉ាំនេះយ៉ាង បើអត់មកហូបគាត់ទៅរកត្រីហូប អញ្ចឹងបើអត់មានក៏ទិញពងទាញ៉ាំដែរបាទនេះតែចិត្តម្ដាយចឹងណាបាទហើយបងឯងមានអារម្មណ៍មិនដែរនៅពេលដែលយើងជាម្ដាយដែលយើងមិនអាចគ្រប់គ្រងឲ្យកូនបានគ្រប់ជ្រុងជ្រោយចឹង ណិតកូនគឹងការទៅក៏ការខ្វះខាតចឹងវាមិនការស្រួលតែខ្ញុំនៅតែប្រឹងទ្រាំជួនណាទៅក៏ទៅរកបានក្តាមចូលមកទៅស្លោទៅបន្លែផ្ទះខ្ញុំបេះទៅ ឲ្យតែបានមកពេល ទៅរួចពេលជួនណាទៅបានព្រឹកទៅល្ងាចក៏អត់ទៀតទៅ ហើយកូនមានដែរដូចថាទីឲ្យយើងទិញម្ហូបអីឆ្ងាញ់យើងអត់លទ្ធភាពចឹងអារម្មណ៍យើងដែរធ្លាប់កូន អត់ ទី ដែរទៀតទេគាត់ថាម៉ែមានអីកូនហូបហ្នឹង អញ្ចឹង ចាឲ្យតែម៉ែឲ្យកូនហូបមានអីកូនហូបហ្នឹងគាត់ដែរថាម៉ែអើយកូនចង់បាននេះហូបចង់បាននោះហូបអត់ទេគាត់ថាប
បបាក់ហើយកូនមានអីកូនហូបហ្នឹងឯម៉ែកូនដែរទាពីម៉ែខាងចង់ហូបនេះស្ងាញ់អីអត់ទេ អត់មានទី ចា ណាហើយចូលចំណាយសម្ភារៈសិក្សាអីពួកគាត់មានគ្រប់គ្រាន់ទេបង ការខ្វះខាតដែរនឹងរងថ្ងៃខោអាវការគាត់ភ្លៀកពាក់ណាមានតែមកកាផ្លេទៅមកវារៀនទៅខ្ញុំគក់ទៅហើយគាត់រៀនព្រឹកឡើង តាមមកកាហ្វេនេះទៅ ចាគាត់តន់បានការភ្លៀកពាក់ឲ្យគាត់គ្រប់គ្រាន់ទៅនៅ បាទហើយប្រឹងណាស់ដែរតែអត់បានអ្វីដូចដែលយើងចង់បានទេ មិនដែលបានទៅមើលអត់ដែលបានថានឹងការចង់បាននេះថាចង់បាននេះឲ្យបានរឿងស្រួលជាងមុនអីទីប្រឹងដែរប្រឹងនឹងចិត្តថាប្រឹងណាធ្វើមិនឲ្យបានគ្រប់ស្រួលនៅតែខ្វះខាត ហើយអត់មានដីស្រែធ្វើស្រែ មាន ដូច តែ គេ ខ្ញុំ អត់មានទេ ចា បាទហ្នឹងហើយយើងជាកូនកាព្រាតាំងពីក្មេងទៀតអញ្ចឹងណោះ ពិបាកតាំងពីក្មេង បាទពិបាកតាំងពីក្មេងដល់អញ្ចឹងយើងអត់ដឹងថាដង្ហើយស្រែកឲ្យអ្នកណាជួយបាទ ការទៅរកយកខ្ញុំអៀនខ្លួនឯងថារកដែរតែនៅរកទៀតចឹង ហើយខាងប្តីក៏អត់មានដែរ ខាងគ្រូសាគាត់ពងដៃស្លាប់អស់ដែរហ្នឹង អូ ចា អញ្ចឹងមានន័យថានៅតែនៅទល់ចំពោះប្តីពុនហ្នឹងអត់មានម៉ែមានអីហ្មង មានតែ ពុទ្ធោបាទពិបាកណាស់ពុកម៉ែបងប្អូនហើយរស់នៅដែលអត់មានបកគោណាប៉ុន្តែ បើមានម៉ែអីទៅគាត់អាចថាមើលចាយមើលអីចឹងញ៉ាយគាត់បានអាចទៅរក ទូចចិត្តទេក្នុងការរស់នៅរបស់យើងប្រចាំថ្ងៃ ពីមុនខ្ញុំតូចចិត្តដែរនៅពេលឥឡូវខ្ញុំគិតថានឹងតូចចិត្តថាម៉េចពីមុនមកខ្ញុំធ្វើបន់មិនបានល្អអញ្ចឹង បាទហ្នឹងហើយអញ្ចឹងអីណាបងណាថ្ងៃនេះឥឡូវចេះដោយសារតែខ្ញុំឃើញមកឯងពិបាកព្រោះដោយមើលទៅអាណិតអាសូរអញ្ចឹងខ្ញុំក៏មកយកពីជីវប្រវត្តិនៃការផ្សព្វផ្សាយមួយនេះចែកជូនដល់អ៊ំពូមីងលោកតាលោកយាយអញ្ចឹងហើយបងមានពាក្យពេចន៍អីចង់សុំដល់លោកតាលោកយាយយើងឲ្យជួយបងគ្រាន់ សូម គាត់ ដល់បងប្អូនពុកម៉ែជួយខ្ញុំឲ្យវាបានធូរស្រាលជាងនឹងតិចសូមឲ្យបាននៅតិចជាងនឹងតិចពិបាកណាស់រងថ្ងៃខ្ញុំភ្លៀងមករត់រហូត សុំដំបូសុំអីសុំកសុំអី សុំក៏សុំកន្លែងជ្រកឲ្យពិបាកភ្លៀងសុំដល់ពុកម៉ែសុំរបស់ហូបក៏ប្រៃហូបនឹង ដល់ឃើញគ្រួសារគាត់ពិបាកឈ្មោះអីបងឈ្មោះអី ខ្ញុំខនរ៉ែម បងស្រីរ៉ែមអញ្ចឹងណា ចា បាទបងរ៉ែមបាទជាកូនកាព្រាផងពីប្តីទៅធ្វើការឆ្ងាយចម្រំបាន 4-5 ម៉ឺនមកទិញកពុកម៉ែបងប្អូនបាទហើយតន្ទឹងចាំប្តីញ៉ាលុយ 4-5 ម៉ឺនឲ្យបាទគឺមិនងាយទេហើយមិនមែនថាមិនចង់បានច្រើនទេចង់បានច្រើនប៉ុន្តែប្តីអត់មានលទ្ធភាពប្តីមានតែការងារស៊ីឈ្នួលធ្វើការឲ្យគេមួយថ្ងៃបាន 2-3 ម៉ឺនអីហ្នឹងពុកម៉ែបងប្អូនធ្វើការដឹងបាទ បាទហើយពួកគាត់ត្រូវការអាហារូបត្ថម្ភឆ្ងាញ់តែអត់បានដោយគោលបំណងរបស់គាត់បាទបាទអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយដល់គាត់បាទអញ្ចឹងដោយសារតែថ្ងៃនេះគឺខ្ញុំឃើញគ្រួសារបងណាបងណាមានការខ្វះខាតចឹងហើយក៏ខ្ញុំមកជួយផ្សព្វផ្សាយជួយឲ្យ ពុកម៉ែបងប្អូនលោកតាលោកយាយគាត់នៅឯនេះសមុទ្រដែលគាត់បានឃើញដល់គ្រួសារបងដែលបងសុភ័ក្រសុំអង្វរកឲ្យបានកបានសង្កសីដើម្បីប្រក់ដបូផ្ទះបាទដបូផ្ទះគាត់នោះគឺគ្រូឃ្លាយអស់ហើយពេលខ្លះអត់ហ៊ាននៅក្នុងនោះទេដោយសារតែហប់ចិត្តហើយដល់ភ្លៀងរត់ចេញមកដេកនៅនឹងចឹងពុកម៉ែបងប្អូនដេកនេះ ចងរឹងចងអីដេកម៉ែកូនចឹងទៅបាទហើយកូនឃើញអាណិតអាសូរចឹងឯនេះខ្ញុំបាទជាងហូបគោមានទឹកចិត្តអាណិតអាសូរដល់គាត់បាទគោមានថវិការបស់អ៊ំប្រុសសវុតអ៊ីង
នឹងអ៊ំស្រីអឹមសុផានីឬក៏សុផានីអឹមបាទដែលគាត់រស់នៅសហរដ្ឋអាមេរិកនេះបងណា ចា៎ បាទគាត់ផ្ញើថវិកាតាមរយៈមានទុកដើរធ្វើបន់ធ្វើទានជំនួសដល់គាត់បាទដើម្បីឲ្យបងបាននេះបងកាន់បាទសប្បាយចិត្តអត់បង បាយចិត្តណា ទិញអីឲ្យបងអូនឲ្យកូនញ៉ាំបានឆ្ងាញ់មួយពេលណាបងណា ចា៎ បាទអញ្ចឹងបងមានពិធីអីជូនពរដល់អ៊ំប្រុសសាវុតអ៊ីងនិងអ៊ំស្រីសុផានីអឹម មានជូនពរដល់បងឲ្យបងរកស៊ីមានបាននឹងគុំគ្រួសារជួយដល់ខ្ញុំផងដល់បងដែលម្ចាស់ដែលគាត់ជួយរបស់ឲ្យខ្ញុំហូបហ្នឹង គឺអ៊ំប្រុសសាវុតអ៊ីង សាវុតអ៊ីងសូមឲ្យអង្គសុខភាពល្អអរគុណដែលបានបងជួយរបស់ជាងកមីលុយទឹកត្រីទឹកស្អ៊ីវឲ្យដល់អូនហូបអូនអរគុណបង បាទអញ្ចឹង ឲ្យបងសុខភាពល្អ ជូនបាទជំហុកក៏សូមអរគុណមែនតែនទឹកចិត្តរបស់អ៊ំប្រុសសាវុតអ៊ីងអ៊ំស្រីអឹមសុផានីដែលមានទឹកចិត្តសប្បុរសអាណិតអាសូរដល់ជនរួមជាតិរបស់យើងសុខចិត្តបេះពីមាត់ពលរដ្ឋក៏ដើម្បីធ្វើការជួយអ្នកខ្វះខាតតាមរយៈខ្ញុំបាទជំហុកចឹងជាចុងក្រោយខ្ញុំបាទជំហុកក៏សូមលើកដៃបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងប្រពៃទិសលើទឹកដីព្រះរាជាណាចក្រកម្ពុជាសូមជួយគុំគ្រងបីបាច់ថែរក្សាដល់ក្រុមគ្រួសាររបស់អ៊ំប្រុសអ៊ំស្រីសូមឲ្យអ៊ំប្រុសអ៊ំស្រីមានអាយុយឺនយូរដើម្បីជៀមលោកដល់កូនចៅធ្វើដំណើរទាំងផ្លូវចិត្តទាំងផ្លូវឆ្ងាយសូមឲ្យសុខសុវត្ថិភាពគ្រប់ពេលវេលាសូមពងថាអ្វីសូមជោគជ័យគ្រប់ភារកិច្ចជំងឺកាចសាហាវទាំងពួងសូមពោវិជាឲ្យឆ្ងាយខ្ញុំបាទក៏សូមជូនបន់ជូនអ្នកជូនកសលផលបន់ទាំងឡាយដល់យុទ្ធការបដិការនៃជំនរបស់អ៊ំប្រុសអ៊ំស្រីដែលបានបែកបាក់ចែកខាងទៅខាងទៅលោកអំនោះគឺសូមងាកក្រោយឲ្យពោឲ្យជ័យឲ្យស្រីសុខស្រីជិនពោវសុខនៅក្នុងក្រុមគ្រួសារសូមឲ្យតិចទុំដូចទៅកប់ពូជ័យសូមឲ្យឈ្នះអងមានស្ត្រូវមកពីមុខសូមឲ្យរំលងស្ត្រូវមកពីក្រៅក្នុងឲ្យខ្លាចជីវិតជាពិសេសជាទុបតពោព្រះទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្មានទៀតឡើយតែទីចប់ខ្ញុំបាទជំហុកក៏សូមលំអរកាយជំរាបលា